ស្ដីបងប្អូនហ្នឹងហើយកន្លែងនេះកាលពីដើមតែដាក់ជាបឹងជើងឯកតែឥឡូវនេះគេអភិវឌ្ឍលុបទឹកលុបដាក់ដីដាក់អីនេះអស់ទៅគឺឥឡូវគេអភិវឌ្ឍធ្វើផ្លូវធ្វើឲ្យស្អាតពីមុនខ្ញុំធ្លាប់រកព្រៃរមងអីនៅក្នុងបឹងនេះប៉ុន្តែឥឡូវនេះគេអភិវឌ្ឍទៅវាទៅជាតំបន់ទេសចរមួយហើយកន្លែងមួយដែលល្អនៅនេះចំតែមានបង្កើតជាផ្ទះផ្ទះអីស្អាតណាបងប្អូនណាធ្វើការមករកនៅខាងនេះមកបឹងជើងឯកយើងនេះជាកន្លែងបងប្អូនហាត់ប្រាណហ្នឹងកន្លែងបងប្អូនគាត់មកអង្គុយលេងផងអញ្ចឹងវាជាក់ជាងវាជាការទេសចរមួយដែរតែយើងអភិវឌ្ឍថ្មីគឺមើលទៅល្អហើយអានោះគាត់ជើងឯកគេហៅថាពីដើមគេបាក់បឹងជើងឯកដល់ឥឡូវនេះលេងបឹងហើយគឺទៅជាតំបន់អភិវឌ្ឍដល់រៀបចំស្អាតឥឡូវគេរៀបចំស្អាតមើលទៅប្លែកភ្នែកយ៉ាងដែរកាលពីដើមវាផ្សេងទៅវាស្អាតផ្សេងទៅផ្សេងទៅវិញយ៉ាងវារៀបចំក៏វាក៏ខុសអីដែរវាទៅស្អាតបងប្អូនជិះកង់ហាត់ប្រាណអត់អីលើដើម្បីសុខភាពគឺវាច្រើនដូចពីមុនទេឥឡូវគេការហាត់ប្រាណហ្នឹងគឺផ្ដោតមកសុខភាពទាំងអស់គ្នាហ្នឹងទៅគង់មានជំងឺខ្លះទៀតក៏មិនមានជំងឺទៅក៏ហាត់ដើម្បីឲ្យមានសុខភាពល្អនឹងមានបងប្អូនមកជួយលេងតាមផ្លូវហើយកន្លែងទៅចាក់ដីហើយរួចដូចម៉ោងទៅយើងច្រើនហើយถึงម៉ោង5ជាងហើយ7 6ហើយថ្ងៃនៅពួនណានៅពោះស្រឡះមេឃឯនេះដោយសារអត់ភ្លៀងថ្ងៃហ្នឹងទេបងប្អូនក៏ថ្ងៃភ្លៀងខ្លាំងអត់ពេញពេកដល់ហាត់ប្រាណទេហើយល្ងាចដើមទេហាត់ប្រាណអត់កើតអញ្ចឹងត្រូវតែនៅផ្ទះហាត់ក្នុងផ្ទះតិចតួចហើយឥឡូវនេះយកមកខាងក្រៅយើងទៅដើរ2-3 គីឡូអីចឹងទៅដល់មកវិញ2-3 គីឡូទៀតទៅបាន6 គីឡូអីដែរមើលចាស់គាត់ហាត់ប្រាណច្រើននឹងក្មេងទាំងចាស់ឥឡូវនេះសិតអ្នកស្រុកនៅភូមិខ្ញុំពីមុនមានចេះហាត់ប្រាណទេឥឡូវហ្នឹងគាត់ចេះហាត់ប្រាណគ្រប់គ្នាទៅដើម្បីសុខភាពខ្ញុំដើរនោះក៏រៀងហត់តិចដែរណាវាថ្ងៃដើរហើយជា2 គីឡូជាងហ្នឹងហើយដើរដល់ចាំត្រឡប់មកវិញដល់ផ្លូវកែងខាងមុខកន្លែងនេះពីដើមទួលដល់ឥឡូវវាចាក់ដីមកស្មើចឹងទួលហ្នឹងកាលខែទឹកលិចក៏លិចខ្លះដែរប៉ុន្តែលិចមិនជ្រៅដូចបឹងទេបឹងមិនលិចជ្រៅតែឥឡូវគោកអស់ទៅ
ចឹងវាស្អាតជាងមុនបងប្អូនគាត់មកលេងច្រើនទៅតាមផ្លូវហ្នឹងចឹងទៅពេលខ្លះយើងទៅខេបញឹកញាប់ពេកព្រោះវាเป็นតំបន់ដែលគេចំថ្មីៗក៏យើងមិនបានមកអញ្ចឹងពេលខ្លះគាត់អង្គុយនៅតំបន់ណានេះជាក្រុងពេញមកវាឆ្ងាយដែរពេលខ្លះដើរនិយាយកាមេរ៉ាយើងកាន់ដៃហ្នឹងវានឹងដូចជាមានដងកាន់ដៃហ្នឹងវាគីឡូបន្តិចធួចបានហាត់ប្រាណផងបានថតវីដេអូឲ្យបងប្អូនមើលផងព្រោះទិសភាពផងតំបន់គេអភិវឌ្ឍរួចហើយនៅស្អាតប៉ុន្មានរីកចម្រើនប៉ុន្មានពេលនេះមានបងប្អូនមកលេងច្រើនដោយសារវាបត់ផ្លែកភ្នែកដែរគេធ្វើផ្លូវធ្វើអីទៅស្អាតទៅអញ្ចឹងបងប្អូនប្រជាជនមកពីចិត្តមកពីឆ្ងាយហ្នឹងមកលេងច្រើនដើរចំដល់ទៅកែងនោះបកវិញព្រោះដើរមកជុំនឹងឆ្ងាយដែរទៅដើរជុំនឹងចូល7 គីឡូហើយដើរមកជុំផ្លូវគេធំដែរចិត្តដល់អ៊ីអន3ដល់អ៊ីអន3ហើយអញ្ចឹងយើងដើរត្រឡប់មកក្រោយវិញដើរនោះមកជុំវាដល់60 ម៉ែត្រហើយដល់អ៊ីអន3ទៀតហ្នឹងត្រឡប់ក្រោយទៅដល់បុកដល់ក្រោយនេះដល់កែងបុកសំបងប្អូនដើរយូរដើរម្ដងមួយអាទិត្យដើរបាន3 ថ្ងៃ 4 ថ្ងៃអីទេក្នុងមួយអាទិត្យព្រោះអត់សូវមានពេល
យើងនោះសុទ្ធតែផ្ទះគេច្រើនគេតំសាំងសង់ថ្មីគម្រោងរបស់ជីកម៉ុងផងគម្រោងរបស់ពេញវុតផងហើយនេះហៅជីកម៉ុង271មេងមកអង្គុយលេងតាមផ្លូវជាជា បងប្អូនមកលេងច្រើនណាស់តាមនេះមានឡានមានច្រើនមានឡៃសួនគេធ្វើថ្មីច្រើនតាមនេះសួនគេទំរៀបចំអភិវឌ្ឍនៅថ្មីឥឡូវខ្ញុំដើមដល់ផ្លូវកាយបងប្អូនមកដល់នេះកាយនេះបាយជប៉ុនកំពុងតែរៀបចំនឹងអភិវឌ្ឍថ្មីបន្តទៀតរៀបចំទៅសួនធ្វើអីច្រើនហើយថានោះឆ្កាដូងស្លាកកសកម្មឆ្កាដូងបងប្អូនថានោះ